សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំឃើញមានការប្រើពាក្យដែលសមរម្យមែនទែនសម្រាប់បញ្ហាកម្ពុជាថៃដោយកាសែតអន្តរជាតិគឺ Reuters ហើយនិង Fox News របស់អាមេរិកបាទ Fox News ជាកាសែតធំមែនទែនបាទនៅក្នុងសហរដ្ឋអាមេរិកចំណែក Reuters នេះគឺជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដែលល្បីល្បាញយូរមកហើយបាទកាលពីកន្លងទៅខ្ញុំបានលើកឡើងចំណុចមួយថាកាសែតអន្តរជាតិនៅពេលដែលគេចុះផ្សាយអំពីបញ្ហាកម្ពុជាថៃគេតែងតែប្រើពាក្យថាកម្ពុជាចោទថាថៃរំលោភវត្តជុកបាញ់ឧទាហរណ៍បាទកម្ពុជាចោទថាថៃចេះចុះហើយថៃបដិសេធចេះបដិសេធចុះបាទនេះគឺជាការប្រើប្រាស់ពាក្យនៅក្នុងការសរសេរព័ត៌មានរបស់អន្តរជាតិដើម្បីជៀសវាងការចោទប្រកាន់ថាពួកគេនឹងគឺប្រើប្រាស់ពាក្យមិនមានអព្យាក្រឹតបាទក៏ប៉ុន្តែថ្ងៃនេះខ្ញុំឃើញពាក្យមួយដែលគេប្រើដែលយើងអាចយល់ថាអន្តរជាតិឬក៏កាសែតទាំងអស់នោះគឺជឿថាថៃរំលោភបំពានឬក៏ឈ្លានពានឬក៏អាចថារំលោភបំពានបទជុំបាញ់ហើយឈ្លានពានកម្ពុជាមែនបាទគេអត់ប្រើពាក្យថា accuse ទេបាទកន្លងទៅគេថា Cambodia accuse Thailand bla 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 អញ្ចឹងទៅបាទកម្ពុជាជាប់ប្រកាន់ថៃថាចេះថាចុះបាទក៏ប៉ុន្តែថ្ងៃនេះគេអត់ដាក់ថា accuse ទេគេដាក់ថា Prime Minister Hun Manet says ឬមួយក៏Prime Minister Hun Manet told Reuters មានន័យថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រាប់ Reuters ថាឬមួយក៏លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបាននិយាយថាបានថ្លែងថាឬក៏បានមានប្រសាសន៍ថាបាទអញ្ចឹងការប្រើពាក្យនេះវាខុសពីមុនបាទពីមុនគឺគេប្រើពាក្យថា accuse ពាក្យ accuse នេះគឺថានៅពេលដែលអ្នកសរសេរខ្លួនឯងមិនបានដឹងពីស្ថានភាពនឹងទេអញ្ចឹងឬមួយក៏គេស្ដាប់ទៅប្រហែលជាកម្ពុជាដូចជាមិនមានផុសតាងច្បាស់លាស់ទេអាចថាថៃគេការពារឲ្យគេមានផុសតាងយ៉ាងម៉េចអញ្ចឹងគេប្រើពាក្យថា accuse ក៏ប៉ុន្តែការចុះផ្សាយចុងក្រោយនេះគេអត់ប្រើថា accuse ទេគេអត់ថា Cambodia accuse Thailand ទេគឺថាកម្ពុជានិយាយថាអញ្ចឹងចំណុចនេះពាក្យថាកម្ពុជានិយាយថាឬក៏នាយករដ្ឋមន្ត្រីកម្ពុជានិយាយថានេះវាបង្ហាញថាអ្នកដែលសរសេរអ្នកដែលសម្ភាសហ្នឹងគឺគាត់ជឿជាក់ខ្លួនឯងថាថៃរំលោភមែនថៃគឺឈ្លានពានទឹកដីកម្ពុជាមែនថៃកំពុងតែគ្រប់គ្រងការកាប់ទឹកដីកម្ពុជាមែនបាទអានេះខ្ញុំវិភាគទៅឃើញអញ្ចឹងបាទមេរៀនដែលយើងអាចរៀនបានពីការប្រើប្រាស់ពាក្យនេះគឺថាបើយើងនឹករកពាក្យថាគួរប្រើពាក្យអីដើម្បីបង្ហាញថាយើងជាកសែតអព្យាក្រឹតហ្នឹងកាលពីកន្លងទៅយើងប្រើពាក្យ accuse បាទចោទប្រកាន់កម្ពុជាចោទប្រកាន់អានេះចោទប្រកាន់អានោះខ្ញុំបានស្នើម្ដងហើយថាគេគុំប្រើពាក្យចោទប្រកាន់នៅពេលដែលយើងប្រើពាក្យចោទប្រកាន់មានន័យថាយើងខ្លួនឯងអត់ច្បាស់ទេក៏ប៉ុន្តែករណីព្រំដែនដូចយើងចុះទៅដល់ព្រំដែនបាទកាលពីឆ្នាំមុនយើងដល់កន្លែងមួយដល់ឥឡូវយើងទៅកន្លែងនោះអត់ដល់ប៉ុណ្ណឹងអញ្ចឹងមានន័យថាវាជាក់ស្ដែងហើយដែលវាយកដីយើងអញ្ចឹងយើងកុំប្រើពាក្យចោទប្រកាន់យើងប្រើពាក្យអីប្រើទៅដែលបញ្ជាក់ថាថៃវាយកមែនបាទអញ្ចឹងឥឡូវនេះគឺយើងបានរៀនពាក្យមួយគឺពាក្យថានិយាយធម្មតាហ្នឹងហើយកម្ពុជានិយាយថាថ្នាក់ដឹកនាំកម្ពុជានិយាយថាអញ្ចឹងទៅមិនបាច់ប្រើពាក្យចោទប្រកាន់ទេពាក្យចោទប្រកាន់លើកលែងតែយើងមិនច្បាស់ខ្លួនឯងតែបើយើងច្បាស់ហើយប្រើពាក្យនិយាយហ្មងទៅស្រួល Reuters ប្រើល្អថ្ងៃហ្នឹង Reuters ហើយនឹង Fox News បាទ Fox News ហ្នឹងគឺថាប្រើពាក្យគេអត់ប្រើពាក្យចោទប្រកាន់ទេគេប្រើពាក្យថានិយាយថាមានប្រសាសន៍ថាថ្លែងថាបាទនេះយើងគួររៀនពីចំណុចល្អរបស់គេបាទហើយការដែលគេប្រើពាក្យនេះគឺខ្ញុំយល់ថាគេក៏ជឿគេច្បាស់ក្នុងចិត្តដែរថាថៃហ្នឹងវារំលោភបទឈប់បាញ់យុវឈ្លានពានទឹកដីខ្មែរមែនបាទអរគុណច្រើនបងប្អូនបាទ